đây con sa san sa chân tập làm học viênในการเรียนរបស់លោកគ្រូថ្ងៃនេះយើងចូលទៅដល់ចំណោទដែលឡែកចំណោទថ្ងៃនេះគឺយើងចូលទៅដល់ចំណោទលេខ1ហើយយើងនឹងមុននឹងចូលនឹងមេរៀនចំណោទដោះស្រាយចំណោទនេះលោកគ្រូសូមរំលឹកកូនតើតទៅនឹងមេរៀនរង្វាស់ពេលអញ្ចឹងរង្វាស់ពេលយើងរៀនបានមេរៀនដំបូងមុនហ្នឹងគឺមេរៀនផលគុណអញ្ចឹងយើងដឹងហើយនៅពេលដែលយើងគុណឲ្យលេខហ្នឹងគឺគុណដោយធម្មតាប៉ុន្តែនៅពេលដែលលេខរបស់យើងលទ្ធផលរបស់យើងឃើញលើសពី60ឬក៏ស្មើ60យើងត្រូវយកទៅចែកនឹង60ដើម្បីបដូរវាទៅជាម៉ោងឬក៏នាទីបាទអញ្ចឹងមកដល់មេរៀននេះគឺមិនខុសពីមេរៀនមុនប្រហែលដែរគឺយើងនឹងគណនាលំហាត់នេះចំណោទនេះគឺដោយផលគុណឬផលចែកហ្នឹងឯងចឹងនៅក្នុងមេរៀននេះគឺយើងចូលទៅមេរៀនតទៅនឹងផលគុណចឹងដំណោះស្រាយសម្រាប់ចំណោទក៏វាមិនឆ្ងាយពីផលគុណមិនដែរឥឡូវយើងចាប់ផ្ដើមទៅដំណោះស្រាយចំណោទទាំងអស់គ្នាចឹងឲ្យចំណោទនេះគេដាក់ថាលេខ1តារាដេអាវ1បាទ1ប្រើរយៈពេលអស់1ម៉ោង45នាទីតើគាត់ប្រើរយៈពេលអស់ប៉ុន្មានដើម្បីដេអាវចំនួន5បាទគេដេអាវ1អស់ប៉ុណ្ណេះបាទគេដេអាវ1អស់ប៉ុណ្ណេះអញ្ចឹងតើ5នេះស្មើនឹងប៉ុន្មានបាទចាអ្វីដែលគេសួរតើគាត់ប្រើរយៈពេលអស់ប៉ុន្មានដើម្បីដេអាវចំនួន5អញ្ចឹងដឹងហើយ1អស់1ម៉ោង45អញ្ចឹងបើ2វាអស់2ម៉ោង90ម្នេះអញ្ចឹង2ម៉ោង90វាចូល3ម៉ោង30នាទីបាទដោយសារតែ90យើងយកទៅចែកនឹង60ទៅវាឃើញ1ម៉ោង30អញ្ចឹងបើសិនរហូតដល់5អញ្ចឹងយើងត្រូវធ្វើផលអីធ្វើផលគុណឥឡូវយើងចាប់ដើមទៅដោះស្រាយលំហាត់ទាំងអស់គ្នាបាទតោះយើងចាប់ដើមចម្លើយសំទោសបាទអញ្ចឹងរបៀបដោះស្រាយចំណោទមាន2គឺប្រមាណទីនឹងរបៀបឆ្លើយគូបតនចាញ់ជាស្រ័យចាំផ្លែដូចមានអារម្មណ៍ថាវិទៅដែរតោះប៉ុណ្្នឹងបានណាបាទប្រមាណវិធីរបៀបឆ្លើយបាទគេសួរអីយើងដាក់មកវិញមកអញ្ចឹងគេសួរតើគាត់ប្រើរយៈពេលអស់ប៉ុន្មានដើម្បីដេអាវចំនួន5យើងឆ្លើយដល់ខាងមុខមកក្រោយចាំពេលយើងឆ្លើយដូចនេះចាំយើងបំពេញវិញគាត់ប្រើរយៈពេលអស់ប្រើរយៈពេលអស់ចឹងចូលដេកយើងយក1ម៉ោង45គុណនឹង5ស្មើចឹងយើងយក1ម៉ោង45គុណនឹង5បាទចឹងនាទីដាក់នាទីម៉ោងដាក់ម៉ោងហើយ5 5ដង25នេះសេលេខ5ត្រូវទុក2 5 4ដង20 20បូក2 22 5ម្ដង5អញ្
ចឹងយើងសង្កេតឃើញថានីតិបាទនីតិនេះវាលើសពី60ហើយឬក៏ស្មើ60ហើយលើសហើយចឹងយើងត្រូវតែបដូរវាតោះចឹងដើម្បីបដូរគឺយើងត្រូវយកលេខនេះទៅចែក60ចឹងគ្រូបាន225នាទីចែកនឹង60ចឹងកាត់ទាំងអស់កូនបិទលេខខ្លះទៅបាទអញ្ចឹងលោកគ្រូបិទលេខ0ហើយនឹងបិទលេខ5បិទលេខ0លេខ5អញ្ចឹងនៅសល់លេខ6 22អញ្ចឹង6ម៉ានដង22អញ្ចឹងមានន័យថា6 3ដងមែនទេប្រដាក់4 24លើអញ្ចឹងវាយមក3 0ដង0 3 6ដង18យើងធ្វើផាត់ដកអានេះ5អានេះខ្ចីមកចានេះសល់1នេះឡើង12ដក8សល់4នេះសល់0ចានេះຂະຫນាត់នាទីអានេះចេញម៉ោងចេញយើងឃើញ3ម៉ោង45អញ្ចឹងកុំភ្លេចបូកនឹងអា5ម៉ោងរបស់គេអញ្ចឹងគ្រូបានយកមកថែមឲ្យចុះបាទ5ម៉ោងបូកនឹង3ម៉ោង45នាទីអញ្ចឹងបាន8ម៉ោង45នាទីនេះចម្លើយណាអញ្ចឹងយើងអាចឆ្លើយបានហើយ8ម៉ោង45នាទីអញ្ចឹងដូចនេះយ៉ាចេញស្អីនោះដូចនេះគឺអត់ប្រើរយៈពេលបាទ8ម៉ោង45នាទីនៅថែមទៀតដើម្បី DA ចំនួន5 Dអាវចំនួន5ហើយយើងគូហុំលេខរបស់យើងបន្តិចមកប៉ុណ្ណឹងមកចប់លំហាត់លេខ1អរគុណច្រើនអញ្ចឹងយើងចាំជួបគ្នាវីដេអូក្រោយបាយបាយ